បាទសូមជម្រាបសួរពុកម៉ែបងប្អូនអ្នកសិក្សាភាសាចិនទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងចូលមកមេរៀនបន្ទាប់គឺមេវីដេអូទី8ណានៃ HSK កម្រិតទី1របស់យើងចឹងកុំឲ្យខាតពេលយើងយូរយើងចូលទៅកាន់មេរៀនបន្ទាប់ទាំងអស់គ្នាអូខេអញ្ចឹងពាក្យបន្ទាប់គឺយើងរៀនពាក្យម៉ៅ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 ប្រែថាសត្វឆ្មាណា cat អូខេជាឧទាហរណ៍ទី1毛不吃苹果毛不吃苹果ឆ្មាមិនស៊ីផ្លែប៉ោមទេអូខេ第一个你的小毛去哪了你的小毛去哪了កូនឆ្មារបស់អ្នកទៅណាហើយ小毛កូនឆ្មាណាឆ្មាតូចអូខេ下一个ពាក្យបន្ទាប់គឺ没关系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 ប្រែថាមិនអីទេ it doesn't matter 第一个没关系你睡觉吧没关系你睡觉吧មិនអីទេអ្នកគេងចុះណា第二这件事跟我没关系这件事跟我没关系រឿងនេះមិនពាក់ព័ន្ធខ្ញុំទេអញ្ចឹងไม่关系ប្រែថាមិនអីទេឬក៏មិនពាក់ព័ន្ធអូខេពាក្យបន្ទាប់គឺពាក្យ没有没有没有ពាក្យ没有ប្រែថាគ្មានឬក៏មិនមានណាជាឧទាហរណ៍ទី1他在玩没有学习他在玩没有学习គាត់កំពុងតែលេងណាអត់រៀនសូត្រទេ没有学习អត់រៀនសូត្រ第二这件事和他没有关系这件事和他没有关系រឿងនេះមិនមានពាក់ព័ន្ធជាមួយនាងទេ这件事រឿងនេះ和ជាមួយ他នាង没有关系មិនពាក់ព័ន្ធនឹងនាងទេអូខេ下一个ពាក្យបន្ទាប់គឺ米饭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 ប្រែថាបាយបាយសយើងហ្នឹង cook rice ជាឧទាហរណ៍ទី1我吃米饭你呢我吃米饭你呢ខ្ញុំហូបបាយចុះអ្នកវិញ第二我也吃米饭人们都吃米饭我也吃米饭人们都吃米饭អូខេខ្ញុំក៏ហូបបាយដែរមនុស្សគ្រប់រូបសុទ្ធតែហូបបាយបងប្អូនអធិស្ឋានមួយទៀតហើយគឺពាក្យតោកន្លែងនេះគឺជាអក្សរតោមិនមែនទូទេអញ្ចឹងភាសាអ៊ីងវាលោតទៅទូគឺរិនមិនតោឈឺមីហ្វាន់អូខេអញ្ចឹងពាក្យបន្ទាប់យើងមានពាក្យ名字名字
名字名字名字ប្រែថាឈ្មោះ name of a person ជាឧទាហរណ៍ទី1你叫什么名字你叫什么名字你叫什么名字តើអ្នកមានឈ្មោះអ្វី第二我的名字是黎明我的名字是黎明ឈ្មោះរបស់ខ្ញុំគឺលីមីងអូខេចឹង我的名字是黎明ឈ្មោះរបស់ខ្ញុំគឺលីមីងអូខេ下一个明天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 ប្រែថាថ្ងៃស្អែក tomorrow 明天明天ជាឧទាហរណ៍ទី1明天是几号明天是几号តើថ្ងៃស្អែកជាថ្ងៃទីប៉ុន្មាន明天是几号明天是几号第二我明天去金边我明天去今天sorry金边我明天去金边ថ្ងៃស្អែកខ្ញុំទៅភ្នំពេញហើយจีนเปลี่ยนนะคือพนมเปญชื่อเต๋อโอเคเปียបន្ទាប់យើងមានពាក្យណាប្រែថាមួយណា which អូខេជាឧទាហរណ៍哪个杯子是你的哪个杯子是你的哪个杯子是你的តើកែវមួយណាគឺជារបស់អ្នកអូខេ哪个杯子是你的那个杯子是你的អូខេពាក្យបន្ទាប់គឺយើងមានពាក្យណាប្រែថាឯណាណាឯណា where or wherever កន្លែងណាក៏ដោយជាទី1你住在哪我住在哪你住在哪我住在哪តើអ្នកស្នាក់នៅឯណាថាខ្ញុំស្នាក់នៅឯនោះ你住在哪我住在那ចឹងណាកន្លែងនេះគឺកន្លែងគឺណាសំឡេងចុះហើយឡើងណាបងប្អូនតែណាកន្លែងនេះគឺសំឡេងចុះអញ្ចឹងហើយការសរសេរក៏ដូចគ្នាដែរណានៅកន្លែងនេះគឺប្រែថានៅឯណាពេលណានៅទីនេះគឺប្រែថានៅទីនោះនៅឯនោះអូខេអញ្ចឹងពាក្យទី2ប្រយោគទី2គឺ你家在哪你家在哪តើផ្ទះរបស់អ្នកនៅឯណាអូខេពាក្យបន្ទាប់យើងពាក្យណា
na sum lên cho hồng bốn cứ na na prai tha nu rồi có tiếng nu that or those chữ thọ thì mỗi那些菜我都喜欢吃那些菜我都喜欢吃ម្ហូបទាំងនោះខ្ញុំសុទ្ធតែចូលចិត្តញ៉ាំណា Okay 那些菜我都喜欢吃第二你看那本书在桌子上呢你看那本书在桌子上呢អ្នកមើលនោះសៀវភៅនោះនៅលើតុ Okay 你看អ្នកមើល那本书សៀវភៅនោះ在桌子上呢គឺស្ថិតនៅលើតុណា在桌子ស្ថិតនៅសាងលើណាគឺជាពាក្យគេប្រើនៅក្រោយប្រយោគណាគឺវាមិនមានន័យអីទេកន្លែងនេះឬក៏ពេលខ្លះកាលណាបើគេប្រើមានចៃហើយនឹងហ្នឹងគឺគេបង្ហាញពី location របស់វាណាគឺទីតាំងរបស់វត្ថុអូខេ下一个គឺយើងមានរៀនពាក្យ n គឺពាក្យ n កន្លែងនេះយើងអានថា n គឺជា question particle for subject already mentioned ណាអញ្ចឹងគឺជាពាក្យមួយដែលគេប្រើនៅក្នុងប្រយោគសំណួរដើម្បីសំដៅទៅដល់ប្រធានដែលបានលើកនិយាយមករួចមកហើយណាជាឧទាហរណ៍យើងមើលជាឧទាហរណ៍ជាក់ស្ដែងទី1那些菜我都喜欢吃你呢ចឹង那些菜我都喜欢吃你呢អញ្ចឹង clear ខាងនេះគឺជាប្រធានបទដែលគេលើកនិយាយមកហើយអញ្ចឹងគេគ្រាន់តែភ្ជាប់ជាមួយនឹងសំណួរនេះណាអញ្ចឹងយើងមានន័យថាម្ហូបទាំងនោះខ្ញុំសុទ្ធតែចូលចិត្តញ៉ាំណាចុះអ្នកវិញអញ្ចឹងនេះណាគឺប្រែថាចុះអ្នកវិញចូលចិត្តអាម្ហូបនោះអត់អូខេទី2我是柬埔寨人我是柬埔寨人你们呢 Okay 你们呢ឃើញដូចគ្នាដែរយើងបកថាខ្ញុំគឺជាជនជាតិកម្ពុជាហើយចុះអ្នកទាំងអស់គ្នាវិញណាចុះអ្នកទាំងអស់គ្នាវិញគឺជាជនជាតិអ្វីដែរណាអូខេអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងកុំភ្លេចជួយចុច subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតសូមអរគុណសូមជម្រាប